បង្រៀនអ្នកទាំងនេះអំពីរបៀបក្នុងការធ្វើវីដេអូ relax បែបនេះតើយើងមើលមានភ្លេងបែបនេះអូខេចឹងវីដេអូបែបហ្នឹងគឺគេបង្កើតដោយ AI នេះគ្នាចឹងអ្នកទាំងនេះប្រកាសតែធ្លាប់ឃើញនៅក្នុង YouTube គេគាត់អ្នកទាំងនេះវាយ relax ឧទាហរណ៍យើងចូលមក YouTube ហើយអ្នកទាំងនេះវាពាក្យថាrelax music ឧទាហរណ៍មើលអ្នកទាំងនេះវាយពាក្យថា relax យើងដាក់ YouTube មក YouTube យើងទាំងនេះប្រកាសជាឃើញច្រើនមែនតើវីដេអូ relax បែបហ្នឹងដោយសារថាអ៊ីនធឺណិតវារៀងយឺតអូខេយើងវាយ relax sound usage បានដែរហើយតោះនេះឃើញច្រើនមែនតើនេះឃើញច្រើនមែនតើ relax បែបនេះអូខេបែបនេះគឺច្រើនមែនតើហើយ view ច្រើននេះតោះនេះអក្សរ MM នេះ11ម៉ោងមក 11k នេះ7ឆ្នាំ 164M នេះតោះនេះអញ្ចឹងគេធ្វើឡើងដើម្បីpublic នៅលើបណ្ដាញសង្គម YouTube Facebook TikTok អញ្ចឹងដើម្បីរកលុយអូខេអញ្ចឹងអ្នកទាំងគ្នាឃើញវីដេអូបែបហ្នឹងហើយអ្នកទាំងគ្នាចង់រៀនធ្វើអត់បើសិនអ្នកទាំងគ្នាចង់រៀនធ្វើអាចមើលវីដេអូរបស់ខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីរបៀបក្នុងការធ្វើវីដេអូហ្នឹងហើយវីដេអូហ្នឹងខ្លីៗទេអ្នកទាំងគ្នាតែគេយកវាមកគុំអូខេមកគុំចូលគ្នាមកហើយគេដាក់ play តិចៗទៅគឺព្រោះមែនតើអាចប្រើការបានអូខេចឹងសម្រាប់រូបភាពអស់នេះអ្នកទាំងគ្នាអាចយកវាបានដោយអ្នកទាំងគ្នាគ្រាន់តែឧទាហរណ៍អ្នកទាំងគ្នាចង់បានរូបភាពបែបនេះឬក៏រូបភាពបែបយ៉ាងម៉េចអូខេអ្នកទាំងគ្នាឃើញរូបភាពណាដែលស្អាតអ្នកទាំងគ្នាអាចចង់យកទៅប្រើអ្នកទាំងគ្នាគ្រាន់តែធ្វើការ capture វាទៅអូខេឧទាហរណ៍រូបភាពបែបនេះហើយអ្នកទាំងគ្នាចង់បានខ្ញុំរករូបភាពណាមួយដែលអ្នកទាំងគ្នាចង់បានហើយខ្ញុំឧទាហរណ៍ខ្លីៗចុះឧទាហរណ៍រូបភាពបែបនេះដែលអ្នកទាំងគ្នាចង់បានចុច view មកខ្ញុំអត់យកហ្នឹងយកនេះវិញអូខេយកមួយនេះអូខេតែខ្ញុំសូមបិទសំឡេងអត់ឲ្យខ្មោចជប់ហើយយក copyright ខ្ញុំសូម viewចង់បានរូបភាពបែបនេះទៅគេចង់យករូបភាពបែបហ្នឹងហើយទៅបង្កើតជាវីដេអូដូចអ្វីដែលខ្ញុំបង្ហាញអញ្ចឹងអ្នកគ្នាអាចធ្វើការ capture រូបភាពហ្នឹងទៅដល់អ្នកគ្នាចូលទៅ snipping tool ហើយ snipping tool អ្នកគ្នាធ្វើការcapture គេ capture ទៅរូបភាពប៉ុណ្ណឹងទេចុច new មកចឹងខ្ញុំសូម capture យកទៅរូបភាពប៉ុណ្នេះទេប៉ុណ្នេះគេប៉ុណ្ណឹងគេបានរូបភាពប៉ុណ្ណាចឹងខ្ញុំធ្វើការ save វាមកនេះខ្ញុំធ្វើមួយឲ្យអ្នកទាំងគ្នាបានមើលតែវីដេអូរៀងវែងបន្តិចហើយសម្រាប់អ្នកយើងដែលថ្មីសូមជួយ subscribe channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីអូខេ save ហើយបន្ទាប់ពី save ហើយអ្នកទាំងគ្នាចូលទៅអូខេអ្នកគ្នាចូលទៅ website មួយដែលមានឈ្មោះថាអីនេះបងប្អូនហើយ website ហ្នឹងមានឈ្មោះថា image នេះបងប្អូនវាយ image វាយតាមខ្ញុំមក image នេះ image prom អូខេ image ឬក៏នេះបងប្អូនវាយទៅប៉ុណ្ណេះក៏បានដែរ image to prom នេះតែប៉ុណ្ណឹងមកហើយនេះបងប្អូនចុច search មកពេលនេះបងប្អូនចុច search នេះបងប្អូននឹងឃើញ website ហ្នឹង alert មកលើនេះបងប្អូនចុចលើវាមកអូខេហើយវាចេញបែបនេះអ្នកនរធ្វើការ upload រូបភាពដែលអ្នកនរបាន capture មិញដែលយើងប្រើ snipping tool មិញនេះជារូបភាពដែលខ្ញុំបាន capture មិញអូខេវាចេញរូបរាងបែបហ្នឹងអ្នកនរធ្វើការ generate prompt អូខេខ្ញុំធ្វើមួយរឿងវិញទៅតែអ្នកនរព្យាយាមមើលដើម្បីបង្កើតបានជាវីដេអូខ្លីមួយហើយអ្នកនរធ្វើការ copy កន្លែងនេះជាសញ្ញា copy កន្លែងនេះ
ឬក៏អ្នកទាំងនេះអាចធ្វើការ click មកហើយចុច select Control A ដើម្បី select all ឬក៏ copy កន្លែងនេះបានដែរសូម copy កន្លែងនេះពីលោកស្ញ copy មកបន្តមកទីអ្នកទាំងនេះចូលទៅ website មួយដែលមានឈ្មោះថាមានឈ្មោះថា Google អូខេអ្នកទាំងនេះវាយតាមខ្ញុំហ្នឹងGoogle F11 អូខេ F11 នេះតបនេះទាំងនេះវាយបែបហ្នឹងហើយតបនេះទាំងនេះវាយពាក្យថា Google F11 ហើយអ្នកទាំងនេះចូលមកកន្លែងនេះអ្នកទាំងនេះចុចបែបនេះមកហើយដល់ហើយអ្នកទាំងនេះចូលទៅ LAN feed នេះពី LAN feed នេះហើយអ្នកទាំងនេះចុចពាក្យថាវាអត់បានចុចរកចុច enter tool ដើម្បី login តែវា load auto បន្តិចហើយអ្នកទាំងនេះចុចregister ចូលថា login ជាមួយនឹង account Gmail របស់អ្នកទាំងនេះដែលបានបង្កើតហើយមួយមកអញ្ចឹងដើម្បីបង្កើតlogin ចូលក្នុង website Google F11 ហ្នឹងអ្នកទាំងនេះត្រូវតែបង្កើត account Gmail មួយសិនអូខេដើម្បីធ្វើការភ្ជាប់អូខេបន្តទៅអ្នកទាំងនេះ enter tool មកគេចុច pass prompt ដែលយើងបាន generate ពីរូបភាពមិនអូខេតទៅអ្នកទាំងនេះធ្វើការចុចសញ្ញាព្រួយទៅមុខទៅអូខេគេឡូតបានរូបភាពចំនួន2រូបភាពមួយមានកសែងធំរូបភាពមួយមានទៀន2 3ចឹងអូខេអញ្ចឹងបន្តមកទៀតជំហានបន្ទាប់យើងអាចបង្កើតជាវីដេអូហើយអ្នកទាំងនេះគ្រាន់តែចុច animate នេះ animate បានដល់ហើយអ្នកទាំងនេះចុចពាក្យថាដល់ចុចកន្លែងនេះកន្លែង view is some animated what would you like to see អញ្ចឹងយើងផាសប្រមឲ្យយើងបាន generate នឹងដដែលហើយយើងខានមួយមកហើយអ្នកទាំងនេះចូលទៅ copy text ហ្នឹង text ដែលខ្ញុំបានសេហើយនេះនៅក្នុង description នៃវីដេអូរបស់ខ្ញុំអូខេអញ្ចឹងយើងចូលមកវិញយើងផាសប្រ text ហ្នឹងដែលខ្ញុំបានសេហើយស្រាច់ហ្នឹងហើយអ្នកទាំងនេះចុចសញ្ញាព្រួយមកមុខមកដើម្បីធ្វើការ generate អូខេអញ្ចឹងសម្រាប់កន្លែងនេះយើងធ្វើការរងចាំអូខេអញ្ចឹងរាល់ការ generate ទាំងអស់វារងចាំរហូតដល់ 100% អូខេអញ្ចឹងកន្លែងនេះខ្ញុំសុំថាបង្ហាញដល់អ្នកទាំងគ្នាដោយ scope ដែលអត់ចង់ទុកឲ្យវែងអូខេខ្ញុំ scope សិនអ្នកទាំងគ្នាឥឡូវវាបាន generate ទៅចប់ហើយអ្នកទាំងគ្នា 100% ហើយអញ្ចឹងអ្នកគ្នាអាចធ្វើការ play មើលហើយស្ដាប់មើលវាមានសំឡេងអត់អូខេនេះសំឡេងទឹកហូរដែរអូខេចាំឃើញអត់ឃើញមានភ្លេងលេងឡំមួយទឹករ៉ែអញ្ចឹងអ្នកនេះអាចយកវីដេអូហ្នឹងទៅកន់វាថា copy paste ឲ្យបានច្រើនមកអ្នកនេះអាចទទួលបាន play relax មួយដែលអត់ជាប់ copyright ទេចឹងអ្នកទាំងនេះអាចធ្វើការទាញយកវីដេអូមកដល់សិនអ្នកទាំងនេះគិតថាវាល្អហើយចុចទាញយកកន្លែងនេះពេលចុច download មកចឹងវាបានវីដេអូមួយដែលអ្នកទាំងនេះអាចយកទៅប្រើការបានហើយអូខេមើលកន្លែង download នេះវីដេអូនេះចុចមើលនេះវីដេអូសម្រាប់คลิปទៀតអញ្ចឹងមកចឹងសម្រាប់វីដេអូមួយទៀតអ្នកទាំងគ្នាអាចធ្វើការខ្វែងអានេះមកហើយអ្នកទាំងគ្នា copy នេះទុកសិនមក copy វាទុកសិនមកហើយធ្វើការខ្វែងវាសិនមកនេះទៅបង្កើត animate មួយទៀតមកហើយអ្នកទាំងគ្នាធ្វើការផាសប្រមនៃអ្នកទាំងគ្នា copy បាញ់ទុកក្នុងទៀតហើយយើងចុច generate ទៀតមកអូខេអញ្ចឹងរងចាំបន្តិចទៅវានឹងបង្កើតបានវីដេអូមួយទៀតដែលមានសំឡេងទឹកធ្លាក់ក៏ដូចជាសំឡេង piano លាយជាមួយគ្នាហ្នឹងដែរអូខេអញ្ចឹងកុំឲ្យវីដេអូនេះវែងពេកខ្ញុំសូមកាត់តែត្រឹមហ្នឹងទេហើយសង្ឃឹមថាខ្សែវីដេអូខ្លីរបស់ខ្ញុំនេះនឹងផ្ដល់ជាប្រយោជន៍ដល់អ្នកនរគ្នាដែលចង់មានបំណងចង់បង្កើតវីដេអូ relax ដើម្បីរកចំណូលតាម YouTube ឬក៏បណ្ដាញសង្គមផ្សេងឬក៏យើងបង្កើតក្នុងការស្ដាប់ជាការចែកម្លែកទេអត់មានបំណងចង់រកលុយទេយើងអាចបង្កើតជាវីដេអូផ្ទាល់ខ្លួនដែលយើងប្រើ website
ក្នុងការជួយបង្កើតហើយសម្រាប់ website នេះគឺយើងបង្កើតតែ free តែអ្នកនរគ្នាវាឲ្យយើងបង់លុយដែរសម្រាប់យើងវាមាន limit ណាអ្នកនរគ្នាយើងអាចបង្កើតបាន4វីដេអូវាធ្វើការកំណត់ limit 4វីដេអូគឺឈប់ឲ្យប្រើទៀតដែរ Gmail ហ្នឹងតោះតែស្អែកទៀត24ម៉ោងបានវាបង្កើតទៀតចឹងបើសិនមកអ្នកនរគ្នាមាន Gmail 10អ្នកនរគ្នាអាចបង្កើតបាន4-10ដង40វីដេអូបានដែរចឹងមួយថ្ងៃអ្នកនរគ្នាអាចគួយកាត់ជាវីដេអូនោះបាន40វីដេអូយើងប្រើប្រាស់បានចឹងយើងអត់លុយយើងប្រើ free សិនតនេះខ្ញុំអត់ stop ទេអ្នកនរគ្នាឥឡូវបានមួយវីដេអូទៀតហើយครับលឿនគួរសមអូខេយើងតែយកទៅមកអូខេចឹងអរគុណអ្នកនរគ្នាបាយបាយជាចុងក្រោយអត់មានអីទេសូមជួយ subscribe ដល់ channel របស់ខ្ញុំមួយដើម្បីទទួលវីដេអូថ្មីរកការចែករំលែកថ្មីរបស់ខ្ញុំនឹង upload នៅក្នុង channel របស់ខ្ញុំអរគុណបាយបាយ